ឥឡូវនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការភ្ជាប់ជាមួយនឹងប្រភេទកង់តាក់ទាំងពីរប្រភេទនេះហើយសម្រាប់បងប្អូនមិនដែលធ្លាប់ឃើញមិនដែលធ្លាប់ស្គាល់ចាអាកង់តាក់ទាំងពីរប្រភេទហ្នឹងគឺមុខងារវាគឺដូចគ្នាតែបងប្អូនមានព្រីមានកង់តាក់ចុច2ចុចដូចគ្នាអ្វីដែលខុសគឺខុសជើងបងប្អូនដែលមិនដែលធ្លាប់ប្រឡូកមិនដែលធ្លាប់ធ្វើគឺមិនដែលគេអាចថាពិបាកក្នុងការមើលជើងរបៀបភ្ជាប់មែនទែនបងប្អូនបាទឃើញតែវាខុសគ្នាអានេះគឺស៊េរីចាស់ជើងនេះស៊េរីចាស់បាទនេះគឺស៊េរីថ្មីបាទតើឥឡូវខ្ញុំធ្វើការបង្ហាញទាំងពីរធ្វើការបង្ហាញជាមួយអាស៊េរីនេះមុនគេអញ្ចឹងស៊េរីបើសិនជាបងប្អូនទិញចំប៉ះជាមួយកង់តាក់ពីនេះបងប្អូនត្រឡប់វាមកខាងក្រោយហើយបងប្អូនត្រូវការស្វែងរកខ្សែប៉ុងគឺខ្សែបែបនេះដែលខ្លីៗបងប្អូនយើងមើលតាមខ្ញុំណាបាទមួយបងប្អូនអានេះផ្នែកកង់តាក់ទាំងពីរនេះអញ្ចឹងក្នុងរុនទាំងពីរនេះយកមួយណាក៏បានដែរបងប្អូនធ្វើតាមខ្ញុំក៏បានដែរណាបាទនេះផ្នែកកង់តាក់អញ្ចឹងបងប្អូនធ្វើតាមខ្ញុំចេះបងប្អូនត្រូវការប៉ុងបានចេះណាបងប្អូនបាទបងប្អូនត្រូវការប៉ុងបានចេះបាទជើងកង់តាក់ខាងក្រោមនេះមកខាងទៀតជាប់មួយនេះហើយមកខាងទៀតគឺចូលមកនោះបាទបងប្អូនប៉ុងរួចហើយបងប្អូនរឹតអានេះរឹតនេះតឹងមកយើងនៅចំហនេះបាទបន្ទាប់ទៀតយើងត្រូវការយកបាទយើងបញ្ចូលខ្សែមេរបស់យើងមកខ្សែមេពី digital មេមកហើយនឹងខ្សែអំពូលមកគឺយកមកទាំងអស់មកហើយចាំបងប្អូនធ្វើតាមខ្ញុំណាបាទនេះបងប្អូនខ្សែពីកតុយនេះគឺជាខ្សែអំពូលទី1អំពូលទី2អញ្ចឹងណាបងប្អូនចំណាំខ្លួនឯងទៅកំណត់ខ្លួនឯងទៅហើយបន្ទាប់មកបងប្អូនយកខ្សែអំពូលទាំងពីរបាទគប់យកគ្នាមកគប់គ្នាជាមួយខ្សែមេមកអញ្ចឹងតើតោមួយពណ៌ខ្សែនេះបងប្អូនកំណត់ចំណាំខ្លួនឯងទៅយកពណ៌ណាជាខាងភ្លើងពណ៌ណាជាខាងណឺតដល់ខ្ញុំយកពណ៌ថ្នោតនេះជាខ្សែណឺតអញ្ចឹងមានន័យថាខ្សែអំពូលទាំងពីរគឺគប់ចូលគ្នាចេះមកណាបងចូលគ្នាចេះមកហើយបងប្អូនធ្វើតាមខ្ញុំណាបងប្អូននៅផ្នែកកង់តាក់នេះយើងឃើញមាននេះកន្លែងជើងព្រីនេះជើងព្រីបងប្អូនណានេះព្រីបាទជើងព្រីនេះវាមាន LN អញ្ចឹងបងប្អូនយកអាផ្នែកដែលយើងគប់ចូលគ្នានេះបាទយើងដាក់ចូលនេះមកនេះធ្វើតាមខ្ញុំណាចូលនេះមកហើយតមកបងប្អូនរឹតវាមកបាទរឹតមកខាងខ្សែណឺតបាទហើយតមកអាខ្សែនេះអាខ្សែពណ៌ខាងភ្លើងនេះបងប្អូនយកដាក់ខាងណាបងប្អូនដាក់ខាងនេះជើងកន្លែងនេះណាដាក់ចូលឲ្យហ្នឹងហើយរឹតវាទៅបាទរឹតតពីរឹតរួចរាល់ហើយចុះយើងនៅសល់ពីកតុយទី2កតុយនេះគឺជាអំពូលទី1អំពូលទី2ហ្នឹងឯងអញ្ចឹងនៅសល់ប្រហែលគឺយើងដាក់នៅតាមអាជើងឯតនេនេះទៅបាទអញ្ចឹងសម្រាប់កង់តាក់មួយនេះគឺរួចរាល់ហើយអញ្ចឹងនេះទៅអំពូលអញ្ចឹងបងប្អូនអាចបញ្ជាបិទបើកមួយអំពូលបានហើយតោះឥឡូវសូមមើលពីតោះឥឡូវសូមមើលពីកង់តាក់ទី2វិញម្ដងបាទយើងត្រឡប់វាខាងមកអញ្ចឹងបងប្អូនជួបប្រទះជាមួយជើងបែបនេះបងប្អូនកុំច្រឡំថាវាជាប្រភេទកង់តាក់ជាដើកង់តាក់ជើង3ក៏ពិតមែនទេបងប្អូនចំណាំអក្សរវាមានអានេះចុច2បាទចុច2ហើយឃើញមានអក្សរ L L1 L2 អញ្ចឹងមានន័យថា L1 នេះគឺតំណាងឲ្យពូទី1 L2 គឺជាតំណាង L ទី2ពូទី2អានេះគឺជាភ្លើងចូលបងប្អូននេះគឺជាភ្លើងចូលណាយើងចំណាំអក្សរខ្លួនឯងអានេះខាងព្រីណាបងប្អូននេះខាងព្រីឃើញខាងព្រីបាទនេះខាងព្រីអញ្ចឹងអានេះវាទីមទីឲ្យយើងមានខ្សែប៉ុងតែបើអត់មានខ្សែប៉ុងទេបងប្អូនដំណើរការទេបងប្អូនត្រូវការខ្សែប៉ុងមួយមកចេញពី L ជើង L នេះបងប្អូនមកដាក់ជើង L ទៅតាមខ្ញុំបងប្អូនណាអានេះដាក់ជើង L ដែរមកបាទជើង L ព្រីដែរមកទៅចេញមកបាទហើយរឹតវាបន្ទាប់ពីរឹតរួចហើយបងប្អូនយកខ្សែនេះខ្សែដែលយើងមានមកបងប្អូនណានេះបងប្អូនយកមកអញ្ចឹងខ្ញុំនៅកំណត់ដដែលមកយកពណ៌នេះដដែលមកយកពណ៌ត្នោតនេះធ្វើជាខ្សែណឺតហើយខ្សែអំពូលទាំងពីរគប់ចូលគ្នាចេញមកបាទយកមកតាណាទីយើងមកដាក់ខាងខ្សែនេះខាងជើងណឺតនេះបាទជើង N មកបាទដាក់ខាងជើង N មកដាក់ជើង N ទីមកនឹងឲ្យសូមបញ្ជាក់ដងទៀតបងប្អូនខ្ញុំយកពណ៌នេះសម្រាប់ខ្លួនខ្ញុំហ្នឹងយកពណ៌នេះធ្វើជាណឺតឬហៅម៉ាស់ហ្នឹងឯងបាទហើយចំណែកពណ៌នេះជាមេដែរជាមេខាងភ្លើងបាទអញ្ចឹងយកខ្សែមេនេះយើងដាក់ខាងណានេះបងប្អូនដាក់ខាងជើង L នេះមកជើង L កន្លែងជើងព្រីបងប្អូនដាក់នេះមកដាក់នេះមកបាទហើយយើងចាប់ដើមរឹតវាបាទយើងរឹតវាទៅបាទអញ្ចឹងរួចរាល់ហើយអញ្ចឹងយើងនៅសល់ខ្សែនេះ2ទៀតបាទខ្សែ2នេះខ្សែ2បងពូលអញ្ចឹងអត់មានអីទៅពិបាកចេះយើងនៅសល់ជើង L1 L2 សម្រាប់ជើងពូហ្នឹងយើងដាក់តាមពូនីមួយៗទៅបងប្អូនដាក់ចេះមកហើយរឹតវាទៅជាការស្រេចជាការធ្វើបែបនេះគឺត្រឹមត្រូវហើយបាទដាក់ចេញមកគឺរឹតវាទៅគឺត្រឹមត្រូវអានេះមកខាងទៅពូនេះជាជើងមេ